ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីសម្រាប់វីដេអូនេះដែរខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបនៃការបង្កើន viewer ទៅលើវីដេអូ live សម្រាប់បងប្អូនដែលប្រកបអាជីវកម្មលក់អនឡាញឬក៏បងប្អូនដែល live game ហើយបងប្អូនចង់ឲ្យ live របស់បងប្អូនមានអ្នកចូលមើលច្រើនបងប្អូនអាចធ្វើតាមវីដេអូនេះបានហើយសម្រាប់ការធ្វើនឹងដែរគឺអត់ពិបាកទេបងប្អូនគឺយើងគ្រាន់តែត្រូវការ link live របស់បងប្អូនយកមកផាននៅក្នុង website គឺជាការស្រេចហើយសម្រាប់ការធ្វើនឹងដែរគឺខ្ញុំធ្វើនៅក្នុង website ខ្មែរ SMM មកបងប្អូនអញ្ចឹងដើម្បីកុំឲ្យខាត់ពេលយូរយើងចូលមកធ្វើទាំងអស់គ្នាតែម្ដងជាដំបូងបងប្អូនអាចចូលទៅក្នុង live របស់បងប្អូនសិនមកដើម្បីចូលទៅ copy link ជាមុនសិនឧទាហរណ៍ថាសម្រាប់ខ្ញុំគឺខ្ញុំចូលមកក្នុង live បែបនេះបងប្អូនដើម្បីអាចធ្វើការ copy link បានបងប្អូនឃើញសញ្ញាព្រួយនៅខាងក្រោមហើយនៅខាងឆ្វេងដៃនឹងអត់បងប្អូនចុចទៅលើសញ្ញាព្រួយនឹងមកបងប្អូនបន្តចុចនៅលើពាក្យ copy link បន្ទាប់ពី copy link បានហើយបងប្អូនអាចចេញពីក្នុង live របស់បងប្អូនសិនមកដើម្បីចូលទៅក្នុង website វិញម្ដងសម្រាប់របៀបនៃការចូលទៅក្នុង website នឹងដែរគឺអត់ពិបាកទេបងប្អូនគឺយើងគ្រាន់តែចូលតាមរយៈ browser ណាមួយដែលបងប្អូនមានបើសិនជាបងប្អូនមាន Safari បងប្អូនក៏អាចចូលតាមរយៈ Safari ហើយបើសិនជាបងប្អូនមាន Chrome បងប្អូនក៏អាចចូលតាមរយៈ Chrome ហើយមួយទៀតបងប្អូនក៏អាចចូលតាមរយៈ Google បានដូចគ្នាណាបងប្អូនជាក់ស្ដែងដូចនៅក្នុងវីដេអូនេះដែរគឺខ្ញុំនឹងចូលទៅក្នុង website តាមរយៈ Chrome មកបងប្អូនបន្ទាប់មកទៀតបងប្អូនគ្រាន់តែ search ពាក្យថាខ្មែរ SMMបងប្អូនចុចទៅលើពាក្យកូដដែលនៅខាងក្រោមនឹងមកហើយនៅខាងលើនេះដែរគឺជា link ចូលទៅក្នុង website របស់យើងបងប្អូនអញ្ចឹងបងប្អូនធ្វើការចុចទៅតាម link នឹងមកដើម្បីចូលទៅក្នុង website របស់យើងផ្ទាល់តែម្ដងសម្រាប់ website របស់យើងគឺមានទម្រង់បែបនេះបងប្អូនសម្រាប់បងប្អូនដែលបានធ្វើការចុះឈ្មោះចូលទៅក្នុង website ហើយនៅពេលដែលបងប្អូនចុចទៅតាម link មុននឹងនោះនឹងចេញជាផ្ទាំង website បែបនេះមកឲ្យបងប្អូនប៉ុន្តែសម្រាប់បងប្អូនដែលអត់បានធ្វើការចុះឈ្មោះចូលទៅក្នុង website ទេបងប្អូនក៏អាចធ្វើការចុះឈ្មោះចូលទៅក្នុង website ដើម្បីអាចប្រើប្រាស់សេវាកម្មដែលមាននៅខាងក្នុង website នេះបានសម្រាប់ link អំពីរបៀបចុះឈ្មោះនិងរបៀបដាក់លុយចូលទៅក្នុង website ខ្ញុំនឹងដាក់ link ជូនបងប្អូននៅខាងក្រោមវីដេអូនេះនៅក្នុង website នេះដែរគឺយើងមានសេវាកម្មជាច្រើនដែលបងប្អូនអាចធ្វើការជ្រើសរើសប្រើប្រាស់បានទៅតាមតម្រូវការរបស់បងប្អូនផ្ទាល់ប៉ុន្តែសម្រាប់វីដេអូនេះដែរខ្ញុំនឹងបង្ហាញបងប្អូនទាក់ទងជាមួយនឹងសេវាកម្ម Facebook Live គឺការបង្កើន viewer ទៅលើវីដេអូ live បងប្អូនអញ្ចឹងជាដំបូងបងប្អូនធ្វើការចុចនៅលើ logo Facebook Live នឹងមកបន្ទាប់មកទៀតបងប្អូនអូសមកក្រោមបន្តិចមកដើម្បីចុចនៅកន្លែង category នេះសម្រាប់កន្លែងនេះដែរគឺយើងមានសេវាកម្មជាច្រើនដែលទាក់ទងជាមួយនឹង live stream មកបងប្អូនសម្រាប់ live stream នឹងដែរគឺយើងមានច្រើនជម្រើសឲ្យបងប្អូនជ្រើសរើសគឺយើងមានដល់ទៅ18ជម្រើសសម្រាប់ឲ្យបងប្អូនជ្រើសរើសសម្រាប់សេវាកម្មទាំងអស់នឹងដែរបងប្អូនពេញចិត្តទៅលើសេវាកម្មមួយណាបងប្អូនអាចជ្រើសរើសទៅលើសេវាកម្មមួយនឹងបានបើសម្រាប់ខ្ញុំគឺខ្ញុំនឹងធ្វើការជ្រើសរើសសេវាកម្មដែលមានឈ្មោះថា Facebook Live Stream Server 1នៅខាងលើគេនេះបងប្អូនហើយចំណុចបន្ទាប់មកទៀតបងប្អូនមើលនៅកន្លែង service សម្រាប់កន្លែង service នឹងដែរគឺបងប្អូនធ្វើការជ្រើសរើសសេវាកម្មមកតង់ទៀតនៅក្នុងនេះដែរគឺយើងមានសេវាកម្មជាច្រើនសម្រាប់ឲ្យបងប្អូនធ្វើការជ្រើសរើសបានទៅតាមតម្រូវការរបស់បងប្អូនផ្ទាល់នៅក្នុងនេះដែរគឺយើងមានចាប់ពីសេវាកម្មដែលមានតម្លៃធូរថ្លៃរហូតដល់សេវាកម្មដែលមានតម្លៃខ្ពស់បងប្អូនសម្រាប់គុណភាពរបស់សេវាកម្មនឹងដែរក៏សុទ្ធតែល្អទាំងអស់បងប្អូនសម្រាប់សេវាកម្មទាំងអស់នឹងដែរបងប្អូនឃើញនាទីដែលនៅលើសេវាកម្មនីមួយៗនឹងអត់ក៏ដូចជា15នាទី30នាទី45នាទីនិង60នាទីសម្រាប់ចំនួននាទីដែលនៅលើសេវាកម្មនីមួយៗនឹងដែរគឺមានន័យថានៅពេលដែលបងប្អូនបានធ្វើការបញ្ជាទិញទៅលើសេវាកម្មណាមួយឧទាហរណ៍ថាបងប្អូនធ្វើការបញ្ជាទិញទៅលើសេវាកម្មដែលនៅខាងលើគេនេះបង្អស់គឺមានចំនួន15នាទីណាបងប្អូនពេលដែលបងប្អូនបានធ្វើការបញ្ជាទិញទៅលើសេវាកម្មនេះហើយបងប្អូនរងចាំរយៈពេលប៉ុន្មាននាទីដើម្បីឲ្យសេវាកម្មដំណើរការនៅពេលដែលសេវាកម្មដំណើរការ view ចាប់ផ្ដើមឡើងអញ្ចឹង view នឹងនៅថេររយៈពេល15នាទីណាបងប្អូនហើយសម្រាប់សេវាកម្មផ្សេងទៀតក៏ដូចគ្នាណាបងប្អូនគឺ view នឹងនៅថេររយៈពេល30នាទី45នាទីឬក៏60នាទីស្រេចទៅលើសេវាកម្មនីមួយៗដែលបងប្អូនបានធ្វើការជ្រើសរើសអញ្ចឹងសម្រាប់សេវាកម្មទាំងអស់នឹងដែរបងប្អូនពេញចិត្តឬក៏មួយណាដែលជាតម្រូវការរបស់បងប្អូនអាចធ្វើការជ្រើសរើសទៅលើសេវាកម្មមួយនឹងបានហើយសម្រាប់ខ្ញុំគឺខ្ញុំនឹងធ្វើការជ្រើសរើសសេវាកម្មដែលនៅខាងលើគេនេះបងអស់បងប្អូនគឺសេវាកម្មដែលមាន ID code 4668 Facebook Live Stream View stay 15 minute នេះបងប្អូនសម្រាប់សេវាកម្មនេះដែរគឺបងប្អូនរងចាំរយៈពេល9នាទីបន្ទាប់ពីបងប្អូនបានធ្វើការបញ្ជាទិញទៅលើសេវាកម្មនេះហើយនោះនឹងដឹងលទ្ធផលឲ្យបងប្អូននៅបន្តមកទៀតបងប្អូនមើលនៅកន្លែងប្រអប់ link សម្រាប់ប្រអប់ link នឹងដែរគឺខ្ញុំនឹងធ្វើការផាស link ដែលខ្ញុំបាន copy ពីដើមវីដេអូមកសម្រាប់បងប្អូនដែលអត់បានធ្វើការ copy link ទេបងប្អូនក៏អាចចូលទៅក្នុង live stream របស់បងប្អូនហើយបន្តមកទៀតបងប្អូនធ្វើការ copy link ដើម្បីយកមកផាសនៅក្នុង website នេះវិញណាបងប្អូនសម្រាប់របៀបនៃការផាស link នឹងដែរគឺអត់ពិបាកទេបងប្អូនគឺយើងគ្រាន់តែសកត់ទៅលើប្រអប់ link និងដោនឡូតអក្សរផាសមកឲ្យបងប្អូនអញ្ចឹងបងប្អូនចុចទៅលើអក្សរផាសហ្នឹងទៅគឺបងប្អូនអាចធ្វើការផាស link នឹងបានហើយតទៅពីបានធ្វើការផាស link ហើយបងប្អូនមើលបន្តនៅកន្លែង quantity សម្រាប់កន្លែងហ្នឹងដែរគឺបងប្អូនធ្វើការដាក់ចំនួន viewer ដែលបងប្អូនចង់បានត្រង់កន្លែងហ្នឹងដែរគឺបងប្អូនអាចដាក់បានចាប់ពី20 viewer ទៅដល់20000 viewer បងប្អូននៅចន្លោះតូលេខហ្នឹងដែរបងប្អូនចំណាប់ប៉ុន្មានក៏បានដែរអាស្រ័យទៅលើតម្រូវការរបស់បងប្អូនផ្ទាល់ប៉ុន្តែបងប្អូនត្រូវចាំថាបងប្អូនអាចដាក់តិចបំផុតគឺត្រឹមតែ20 view ទេហើយនឹងច្រើនបំផុតគឺត្រឹម20000 view បងប្អូនបើសម្រាប់ខ្ញុំធ្វើវីដេអូបង្ហាញបងប្អូនអញ្ចឹងគឺខ្ញុំដាក់ត្រឹមតែ20 view ទេបងប្អូនបន្ទាប់ពីបងប្អូនបាន
ដាក់នៅចំនួនដែលបងប្អូនចង់បានអស់ហើយបងប្អូនមើលបន្ទាប់នៅកន្លែងឆាតសម្រាប់កន្លែងនេះដែរគឺវានឹងធ្វើការគិតលុយស្រាប់ៗឲ្យបងប្អូនតែម្ដងថានៅពេលដែលបងប្អូនដាក់ចំនួនប៉ុណ្ណេះតើបងប្អូននឹងត្រូវចំណាយលុយអស់ប៉ុន្មានសម្រាប់កន្លែងនេះដែរគឺខ្ញុំដាក់ចំនួន20 view អញ្ចឹងនៅកន្លែងឆាតនេះដែរគឺវានឹងគិតលុយឲ្យត្រឹមប៉ុណ្ណេះបងប្អូនប៉ុន្តែជាក់ស្ដែងនៅកន្លែងឆាតនេះដែរគឺវាអត់នៅថេរដដែលទេបងប្អូនគឺវានឹងមានការប្រែប្រួលអាស្រ័យទៅលើចំនួន view ដែលបងប្អូនបានដាក់នៅខាងលើបើសិនជាបងប្អូនដាក់ចំនួនលើសពី20អញ្ចឹងនៅកន្លែងឆាតនេះដែរគឺវានឹងគិតលុយទៅតាមនឹងណាបងប្អូនបន្ទាប់ពីបងប្អូនបានដាក់នៅចំនួនដែលបងប្អូនចង់បានអស់ហើយបងប្អូនគ្រាន់តែពិនិត្យមើលម្ដងទៀតនៅសេវាកម្មដែលបងប្អូនបានធ្វើការជ្រើសរើសនៅខាងលើបងប្អូនពិនិត្យមើលនៅកន្លែង category service link quantity ថាត្រឹមត្រូវអស់ហើយឬនៅបើសិនជាចំណុចទាំងអស់នឹងត្រឹមត្រូវអស់ហើយបងប្អូនអាចធ្វើការចុចនៅលើពាក្យ submit នេះបានប៉ុន្តែសម្រាប់ខ្ញុំនៅក្នុងវីដេអូនេះដែរគឺខ្ញុំមិនបានធ្វើការបញ្ជាទិញទៅលើសេវាកម្មនេះទេបងប្អូនសម្រាប់បងប្អូនដែលបានធ្វើការបញ្ជាទិញទៅលើសេវាកម្មនេះដែរនៅពេលដែលបងប្អូនចុចនៅលើពាក្យ submit ហើយនោះនឹងលោតជាវិក័យប័ត្រមួយបើបងប្អូននៅត្រង់កន្លែងនេះសម្រាប់វិក័យប័ត្រនឹងដែរគឺមានន័យថាការបញ្ជាទិញរបស់បងប្អូនគឺត្រូវបានទទួលយកសម្រាប់សេវាកម្មនេះដែរគឺបងប្អូនរងចាំរយៈពេលត្រឹមតែ9នាទីបន្ទាប់ពីបងប្អូនបានធ្វើការចុច submit ហើយនោះនឹងលទ្ធផលឲ្យបងប្អូនសម្រាប់សេវាកម្មនេះដែរគឺ view នឹងនៅថេររយៈពេល15នាទីណាបងប្អូនប៉ុន្តែនៅក្នុងកំឡុងពេលដែលបងប្អូនចាំឲ្យសេវាកម្មដំណើរការគឺបងប្អូនអាចចាំបាច់នៅក្នុង website នឹងទេគឺបងប្អូនអាចធ្វើការ clear website ចេញបានហើយសម្រាប់វីដេអូអំពីរបៀបនៃការបង្កើន view ទៅលើវីដេអូ live ក៏បញ្ចប់តែត្រឹមហ្នឹងសម្រាប់បងប្អូនដែលអត់នៅត្រង់ចំណុចណាទេបងប្អូនក៏អាចត្រឡប់ទៅមើលវីដេអូពីដើមមកវិញបានណាបងប្អូនសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយ